ជំរាបសួរអស់លោកស្រីអ្នកនាងកញ្ញានាងខ្ញុំលីនីសូមស្វាគមន៍មកកាន់ការផ្សាយព័ត៌មានប្រចាំថ្ងៃសូមអស់លោកអ្នកទស្សនាព័ត៌មានដូចតទៅប្រធានាធិបតីចិននឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងយោងតាមការចុះផ្សាយរបស់ CNA លោកស៊ីជីនពីងត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសកូរ៉េខាងជើងនៅថ្ងៃច័ន្ទទី8ខែមិថុនាឆ្នាំ2026សម្រាប់ដំណើរទស្សនកិច្ចរយៈពេល2ថ្ងៃដែលជាលើកដំបូងរបស់លោកនៅក្នុងរយៈពេល7ឆ្នាំនឹងជួបពិភាក្សាជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនប្រធានាធិបតីចិនលោកស៊ីជីនពីងបាននិយាយថាវាគឺជាគោលនយោបាយមិនងាករេរបស់ចិននៅក្នុងការធ្វើឲ្យប្រសើរឡើងនៅទំនាក់ទំនងជាមួយនឹងកូរ៉េខាងជើងហើយប្រទេសទាំងពីរនឹងធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងអនុត្តរភាពនិងការប៉ុនប៉ងដើម្បីស្ដារលទ្ធិយោធាឡើងវិញនេះបើយោងតាមការអត្ថាធិប្បាយដែលចេញផ្សាយនៅក្នុងកាសែតរដ្ឋកូរ៉េខាងជើងរូដុងស៊ីមុនកាលពីថ្ងៃច័ន្ទទី8ខែមិថុនាឆ្នាំ2026លោកស៊ីបាននិយាយនៅក្នុងការអត្ថាធិប្បាយជាមួយនឹងអ្នកជិតខាងទាំងពីរនិងពង្រឹងការផ្លាស់ប្ដូរលើគ្រប់វិស័យដើម្បីបញ្ចូលសន្ទុះខ្លាំងទៅក្នុងការអភិវឌ្ឍទំនាក់ទំនងនិងការពារសន្តិភាពពិភពលោកក៏បានសន្យាថានឹងធ្វើការជាមួយប្រទេសកូរ៉េខាងជើងដើម្បីលើកកម្ពស់ពហុភាគីនិយមដោយយុត្តិធម៌និងសន្តិភាពនិងសកលភាវូបពាណិជ្ជកម្មសេដ្ឋកិច្ចរួមបញ្ចូលដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់ពិភពលោកនៅក្នុងការកសាងសហគមន៍នៃជោគវាសនារួមរបស់មនុស្សលោកស៊ីត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសកូរ៉េខាងជើងនៅថ្ងៃច័ន្ទទី8ខែមិថុនាឆ្នាំ2026សម្រាប់ដំណើរទស្សនកិច្ចរយៈពេល2ថ្ងៃដែលជាលើកដំបូងរបស់លោកនៅក្នុងរយៈពេល7ឆ្នាំនិងជួបពិភាក្សាជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនខណៈដែលទីក្រុងប៉េកាំងព្យាយាមទាញពីទីក្រុងព្យុងយ៉ាងឲ្យវិលទៅកាន់គន្លងរបស់ខ្លួនគួររំលឹកថាលោកស៊ីបានធ្វើជាម្ចាស់ផ្ទះលោកគីមនិងមេដឹកនាំផ្សេងទៀតកាលពីឆ្នាំមុននៅឯក្បួនដង្ហែយោធាដ៏ធំនៅទីក្រុងប៉េកាំងជាកន្លែងដែលលោកឈរជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោកពូទីនចាប់តាំងពីពេលនោះមកទីក្រុងព្យុងយ៉ាងបានបន្តការឆ្លងកាត់ព្រំដែនរបស់ចិនលោកពូទីនច្រានចោលការអំពាវនាវរបស់លោកសេលិនស្គីសម្រាប់កិច្ចពិភាក្សាតទល់មុខគ្នាមេដឹកនាំរុស្ស៊ីលោកពូទីនបានច្រានចោលការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែនលោកសេលិនស្គីសម្រាប់ការជួបទល់មុខគ្នាដោយនិយាយថាគ្មានចំណុចអ្វីទាំងអស់លោកសេលិនស្គីបានជំរុញឲ្យលោកពូទីនបញ្ចប់សង្គ្រាមរយៈពេល4ឆ្នាំរបស់ប្រទេសនៅក្នុងលិខិតចំហមួយដែលបានបង្ហោះកាលពីថ្ងៃប្រហ័សសប្តាហ៍មុនខណៈដែលមេដឹកនាំរុស្ស៊ីកំពុងរៀបចំដើម្បីថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចអន្តរជាតិប៉ុន្តែលោកពូទីនបានឆ្លើយតបដោយការច្រានចោលហើយហៅសម្បត្តិនោះថាឆ្លើយនិងសម្ដែងការសង្ស័យអំពីចេតនារបស់លោកសេលិនស្គីអ្នកនាំពាក្យវិមានក្រមឡាំងបាននិយាយថាប្រធានាធិបតីអ៊ុយក្រែនអាចមកទីក្រុងមូស្គូប្រសិនបើគាត់ចង់ពិភាក្សាសេដ្ឋកិច្ចរុស្ស៊ីកំពុងតែជួបការលំបាកហើយលោកសេលិនស្គីសង្ឃឹមថាគាត់អាចទាញយកប្រយោជន៍ពីការកើនឡើងភាពមិនសប្បាយចិត្តនៅក្នុងចំណោមអិសរាជជនអាជីវកម្មរបស់រុស្ស៊ីលោកសេលិនស្គីបានសរសេរនៅក្នុងលិខិតចំហថាយើងទាំងអស់គ្នាអាចមើលឃើញថាទីបំផុតជនជាតិរុស្ស៊ីកាន់តែមិនសូវស្រួលខ្លួនជាមួយនឹងការពិតនេះដោយការពិតដែលថាសង្គ្រាមកំពុងតែនាំមកនូវផលវិបាកអវិជ្ជមានកាន់តែច្រើនទៅដល់ប្រទេសរុស្ស៊ីពួកគេមិនចូលចិត្តការពិតដែលថាសង្គ្រាមរបស់អ្នកគ្មានទីបញ្ចប់នោះទេមេដឹកនាំអ៊ុយក្រែនបាននិយាយថាលោកពូទីនទៀងទាត់គឺពន្យាពេលការបដិឆេទដើម្បីដណ្ដើមយកតំបន់ពីប្រទេសអ៊ុយក្រែនអ៊ីស្រាអែលបានបញ្ជូនកងទ័ពទៅកាន់អាហ្សឺបាហ្សង់នៅក្នុងអំឡុងពេលសង្គ្រាមអ៊ីរ៉ង់ដែលជាផ្នែកមួយនៃបណ្ដាញសម្ងាត់ទូទាំងតំបន់ប្រភព4ដែលដឹងអំពីបញ្ហានេះបាននិយាយថាអ៊ីស្រាអែលបានដាក់ពង្រាយដោយសម្ងាត់នៅអង្គភាពយោធានិងស៊ើបការសម្ងាត់ទៅកាន់ប្រទេសអាហ្សឺបាហ្សង់ក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ីរ៉ង់ដែលជាផ្នែកមួយនៃបណ្ដាញនៃទីតាំងលាក់បាំងនៅក្នុងមជ្ឈមបូព៌ាដើម្បីជួយសម្រួលដល់ប្រតិបត្តិការប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ប្រភព2បាននិយាយថាកងកម្លាំងបានប្រតិបត្តិការចេញពីទីតាំងជាច្រើននៅភាគខាងត្បូងរបស់ប្រទេសអាហ្សឺបាហ្សង់ដែលនៅជាប់ព្រំដែនភាគខាងជើងរបស់ប្រទេសអ៊ីរ៉ង់ហើយនៅចំណុចជិតបំផុតរបស់វាមានចម្ងាយប្រហែល60ម៉ាលពីទីក្រុងថាប្រីសរបស់អ៊ីរ៉ង់ដែលអ៊ីស្រាអែលបានវាយប្រហារនៅក្នុងអំឡុងពេលសង្គ្រាម
ក្របភពពីរផ្សេងទៀតបាននិយាយថាអង្គភាពបញ្ជាការពិសេសក៏ត្រូវបានដាក់ពង្រាយនៅទីតាំងនិងអនុវត្តបេសកកម្មប្រមូលផ្ដុំស៊ើបការនិងប្រតិបត្តិការយន្តហោះគ្មានមនុស្សបើកដោយផ្ដល់ឲ្យអ៊ីស្រាអែលនៅកន្លែងដ៏មានតម្លៃដែលអាចមើលឃើញទៅកាន់ភាគខាងជើងប្រទេសអ៊ីរ៉ង់នៅក្នុងអំឡុងពេលសង្គ្រាមការដាក់ពង្រាយសម្ងាត់ទៅកាន់អាហ្សឺបាសង់ដែលត្រូវបានរាយការណ៍ដោយ CNN ជាលើកដំបូងគឺជាទីតាំងយោធាមួយក្នុងចំណោមទីតាំងយោធាជាច្រើនដែលអ៊ីស្រាអែលរក្សានៅទូទាំងមជ្ឈមបូព៌ាដែលផ្ដល់លទ្ធភាពដល់យោធារបស់ខ្លួនមិនធ្លាប់មានពីមុនក្រុមបាល់ទាត់អ៊ីរ៉ង់ចេញដំណើរទៅមិចស៊ិកមុនការប្រកួត World Cup ក្រុមបាល់ទាត់ពិភពលោករបស់អ៊ីរ៉ង់បានធ្វើដំណើរចេញពីប្រទេសទូគីសម្រាប់មូលដ្ឋានហ្វឹកហាត់របស់ពួកគេទៅមិចស៊ិកកាលពីថ្ងៃសៅរ៍ទី6 ខែមិថុនាឆ្នាំ2026ដោយមានសមាជិកមួយចំនួននៃក្រុមរបស់ពួកគេត្រូវបានរាយការណ៍ថានៅតែមិនទាន់មានទិដ្ឋាការសហរដ្ឋអាមេរិកមុនពេលការប្រកួតជាក្រុមចំនួន3នៅសហរដ្ឋអាមេរិកនៅចុងខែនេះយោងតាមទូតរដ្ឋអ៊ីរ៉ង់បានដឹងថាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់និងអនុប្រធានរបស់ខ្លួនស្ថិតនៅក្នុងចំណោមបុគ្គលនិងមន្ត្រីចំនួន14នាក់ដែលមិនមានទិដ្ឋាការទៅសហរដ្ឋអាមេរិកមុនពេលការប្រកួតនៅទីក្រុងឡូអនជេឡេសនិងសៀថលនេះបើយោងតាមទូតរដ្ឋអ៊ីរ៉ង់វាមិនច្បាស់ទេថាតើប្រធានសហព័ន្ធលោកមេឌីថាត្រូវបានចេញទិដ្ឋាការដែរឬទេការចូលរួមរបស់ក្រុមនៅក្នុងការប្រកួត World Cup មានភាពស្មុគស្មាញដោយសង្គ្រាមអ៊ីរ៉ង់បញ្ហានៃការធ្វើដំណើរទទួលបានទិដ្ឋាការបាននាំឲ្យប្រទេសអ៊ីរ៉ង់ផ្លាស់ប្ដូរមូលដ្ឋានហ្វឹកហាត់របស់ខ្លួនពីទីក្រុងតុកសាន់រដ្ឋអារីសូណាទៅកាន់ទីក្រុងធីឈូអាណារបស់ប្រទេសមិចស៊ិកដែលស្ថិតនៅជាប់ព្រំដែនជាមួយនឹងរដ្ឋកាលីហ្វ័រញ៉ាយោធាអ៊ីស្រាអែលនិយាយថាខ្លួនវាយប្រហារគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់យោធាអ៊ីស្រាអែលនិយាយថាខ្លួនបានធ្វើការវាយប្រហារលើគោលដៅយោធានៅភាគខាងលិចនិងកណ្ដាលប្រទេសអ៊ីរ៉ង់នៅព្រឹកថ្ងៃច័ន្ទទី8 ខែមិថុនាឆ្នាំ2026ម៉ោងនៅក្នុងស្រុកនេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្ដាញសង្គម X ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យនិងបន្ទាប់ពីប្រធានាធិបតីត្រាំបានទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលដើម្បីជំរុញឲ្យគាត់កុំឲ្យមានការសងសឹកភ្លាមៗចំពោះការវាយប្រហារដល់មីស៊ីលរបស់អ៊ីរ៉ង់នេះបើយោងតាមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមន្ត្រីដែលបាននិយាយទៅកាន់សារព័ត៌មាន AP នៅក្នុងលក្ខខណ្ឌអនាមិកដើម្បីពិពណ៌នាអំពីការហៅទូរស័ព្ទឯកជនមួយបាននិយាយថាលោកត្រាំជឿថាគាត់បានបញ្ចុះបញ្ចូលលោកប្រធានាធិបតីអ៊ីស្រាអែលឲ្យរងចាំអ៊ីរ៉ង់បានព្រមានថាការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុងបេរូតនឹងបន្តសង្គ្រាមពេញផ្ទៃតំបន់មជ្ឈមបូព៌ាសូម្បីតែប៉ាគីស្ថាននិងអ្នកសម្របសម្រួលផ្សេងទៀតព្យាយាមចាប់ផ្ដើមកិច្ចចរចាឡើងវិញរវាងទីក្រុងតេរ៉ង់និងទីក្រុង Washington ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបានបង្ហោះនៅលើបណ្ដាញសង្គម X ភ្លាមៗមុនពេលការបាញ់បង្ហោះមីស៊ីលថាកងកម្លាំងសហរដ្ឋអាមេរិកនៅទូទាំងមជ្ឈមបូព៌ានៅតែមានការប្រុងប្រយ័ត្ននិងត្រៀមខ្លួនរួចជាស្រេចស្ថានទូតអាមេរិកប្រចាំអ៊ីស្រាអែលក្រោយបានការណែនាំបុគ្គលិករបស់ខ្លួននិងសមាជិកគ្រួសារឲ្យជ្រកកោននៅកន្លែងដែលមានសុវត្ថិភាពគ្រោះរំជួយដីកម្រិត 7.8 រិចតើវាប្រហារភាគខាងត្បូងប្រទេសហ្វីលីពីនមានការព្រមានអំពីរលកយក្សស៊ូណាមីបានចេញនៅក្នុងតំបន់យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិកដែលហៅកាត់ថា USGS គឺបានដឹងថាគ្រោះរំជួយដីកម្រិត 7.8 រិចតើបានវាប្រហារនៅក្នុងតំបន់មីនដាណាវភាគខាងត្បូងប្រទេសហ្វីលីពីននៅថ្ងៃច័ន្ទទី8 ខែមិថុនាឆ្នាំ2026ដែលបង្កឲ្យមានការព្រមានអំពីរលកយក្សស៊ូណាមីនៅក្នុងប្រទេសនិងប្រទេសជិតខាងដូចជាប្រទេសឥណ្ឌូនេស៊ីព្រមទាំងប្រទេសជប៉ុនផងដែរយោងតាមទីភ្នាក់ងារនេះគ្រោះរំជួយដីបានវាប្រហារនៅម៉ោងប្រមាណជា 7:37 នាទីព្រឹកម៉ោងនៅក្នុងស្រុកនៅជម្រៅប្រហែល35គីឡូម៉ែត្រឬ 21.7 ម៉ាលមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីការស្លាប់នោះទេទីភ្នាក់ងាររំជួយដីរបស់ប្រទេសវិទ្យាស្ថានភ្នំភ្លើងនិងរំជួយដីហ្វីលីពីនបាននិយាយថាការរំជួយដីនេះបានវាប្រហារពីច្រាំងនៃទីក្រុង General Santos នៅក្នុងខេត្ត Sarangani ដែលជាចុងខាងត្បូងបំផុតនៃកោះ Mindanao ទីភ្នាក់ងាររំជួយដីរបស់ប្រទេសវិទ្យាស្ថានភ្នំភ្លើងនិងរំជួយដីហ្វីលីពីនក៏បានចេញការព្រមានអំពីរលកយក្សស៊ូណាមីដោយអំពាវនាវឲ្យប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរត្រូវជម្លៀសចេញរលកយក្សស៊ូណាមីអាចឡើងដល់កម្ពស់ 1 ទៅ 3 ម៉ែត្រពីលើកម្រិតជំនោរនៅតំបន់ខ្លះនៃប្រទេសហ្វីលីពីន
នេះបើយោងតាមប្រព័ន្ធព្រមានរលកយក្សស៊ូណាមីរបស់សហរដ្ឋអាមេរិកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បាននិយាយថាលោកបានបញ្ជាឲ្យភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ធ្វើសកម្មភាពភ្លាមៗដើម្បីជម្លៀសអ្នកស្រុកនិងចាប់ផ្ដើមការងារជួយសង្គ្រោះការផ្សាយព័ត៌មានប្រចាំថ្ងៃរបស់យើងខ្ញុំឈានចូលមកដល់ទីបញ្ចប់នាងខ្ញុំសូមអរគុណចំពោះការតាមដាននិងការគាំទ្ររបស់លោកអ្នកសូមរងចាំទស្សនាព័ត៌មាននៅថ្ងៃបន្តបន្ទាប់សូមអរគុណសូមជម្រាបលា